ប្រទះឃើញសពបាទដែលស្លាប់បាទដោយស្បែកដុតឆ្អឹងបាទយើងមិនដឹងថាតើស្ថានភាពការស្លាប់នេះគឺរយៈពេលប្រហែលថ្ងៃមកហើយទេដោយសារតែយើងឃើញថាគឺនៅសល់តែស្បែកដុតឆ្អឹងតែប៉ុណ្ណោះយើងមិនដឹងថាតើគាត់មានវ័យអាយុប៉ុន្មានជាប្រុសឬក៏ជាស្រីនោះយើងមិនទាន់អាចបញ្ជាក់ជូនប្រិមិត្តបាននៅឡើយនោះទេយើងផ្ទះដែលគេទុកចោលគឺបើតាមដឹងគឺថារយៈពេល10ឆ្នាំមកហើយប្រិមិត្តហើយបើតាមការបញ្ជាក់នោះថាផ្ទះនេះគឺជាប្រភេទផ្ទះជួលបាទគឺមានតែ3បន្ទប់ទេបាទគាត់បានចូលមកដល់ហ្នឹងក៏បានប្រទះឃើញសពមានបរិសម្នាក់ដែលគាត់ជាអ្នករើអេបចាយណាបងគាត់បានចូលទៅបំរុងនឹងបន្ទោបងហើយបន្ទាប់មកមិនដឹងថាយ៉ាងម៉េចទេក៏បានប្រទះឃើញសាកសពហើយគាត់រត់ចេញមកខាងក្រៅមកស្រែកឆោឡោផ្អើបងប្អូនប្រជាពលរដ្ឋដែលគាត់ស្ថិតនៅទីតាំងកន្លែងកើតហើយហ្នឹងគាត់បានចុះមកមើលបាទគាត់ចុះមកមើលទៅក៏ឃើញសភាពសពហ្នឹងគឺរលួយសល់តែស្បែកដដប់ឆ្អឹងទេបងហើយគាត់បានបញ្ជាក់ថាផុសឲ្យស្អីសពហ្នឹងអត់ដឹងដែរបងដោយសារតែសភាពសពហ្នឹងគឺសឹងតែសល់តែឆ្អឹង 100% ទេបងសិនជាមានបងប្អូនយើងបាត់បង់នៅសមាជិកក្រុមគ្រួសារណាម្នាក់សូមតាក់ទងមកកាន់កម្លាំងសមត្ថកិច្ចប្រិមិត្តបានឃើញនៅទស្សនវិជ្ជាដែលខ្ញុំកំពុងតែធ្វើការផ្សព្វផ្សាយនេះគឺនៅវេលាម៉ោង 12 យប់តែម្ដងបាទហើយខ្ញុំមកដល់មិញហ្នឹងគឺថាគ្រាន់តែជិះកាត់ហ្នឹងក៏មានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់តែម្ដងហើយចូលមកដល់នោះថាឆ្កែលូបាទគួរឲ្យខ្លាចបាទហើយនៅចំណុចផ្ទះហើយខាងលើនេះគឺមានដើមអំពិលមួយបាទនៅក្បែរនឹងទៀតបាទបក់រវិចបាទជិះមកម្នាក់ឯងក៏មានថាធំក្លិនបាទភាយមកដែរប្រិមិត្តទូទាំងជនស្បែកឡើងក្រៀមហ្នឹងប្រិមិត្តអញ្ចឹងអត់ដឹងថាតើស្លាប់តាំងពីពេលណាមកក៏យើងមិនទាន់អាចបញ្ជាក់ជូនប្រិមិត្តបានឡើយទេហើយក៏តែបរិះដែលគាត់ចូលទៅបន្ទោបងណាមិនដឹងបើសិនជាគាត់មិនចូលទៅប្រហែលជាមិនដឹងទេប្រិមិត្តទូទាំងជនស្ថានភាពចូលទៅគឺថាបាទគួរឲ្យខ្លាចមកប្រិមិត្តតាំងកន្លែងគាត់ថាបន្តឥឡូវខ្ញុំបានមកដល់ហើយបងប្អូនបាទហើយបងប្អូនចង់មកអាចមកបានបាទដូចប្រិមិត្តបានឃើញបាទគឺស្ងាត់ស្រងំតែម្ដងហើយលេឡំជាមួយនឹងខ្យល់វបាទមានដើមអំពិលមួយនៅមុខនឹងទៀតបាទយើងគួរឲ្យមានអារម្មណ៍ថាខ្លាចប្រិមិត្តបាទព្រោះឲ្យសពស្លាប់យូរហើយបាទដូចឲ្យប្រិមបានឃើញចាក់ស្ដែងបាទម៉ោង 12 យប់ទឹកយិនសិនម៉ៃអ៊ីជាផលិតផលកូរ៉េសុទ្ធ 100% ជួយទៅដល់បងប្អូនដែលមានបញ្ហាសុខភាពដូចជាកម្លាំងចុះខ្សោយគេងពុំសូវលក់ចុះក្រូចតាមសន្លាក់ឆ្អឹងឧស្សាហ៍ឈឺក្បាលវិលមុខគ្រុនកោះខ្យល់ញឹកញាប់ពិបាកបាត់ជើងនិងបញ្ហាសុខភាពជាច្រើនទៀតជីវទឹកយិនសិនម៉ៃអ៊ីថ្ងៃនេះក៏ដូចជាចូលជាតំណាងលក់អាចទំនាក់ទំនងតាមរយៈ Page និង Telegram នៅខាងក្រោមនេះបាទប្រិមិត្តក្នុងគណៈវេលាម៉ោង 12 យប់ឈានចូលថ្ងៃទី 2 ខែកក្កដាឆ្នាំ 2025 នេះខ្ញុំបាទទេពន្ធរួមនឹងក្រុមការងាររបស់ TP News កំពុងតែមានវត្តមានដែលស្ថិតនៅក្នុងចំណុចផ្ទះដែលគេទុកចោលគឺបើតាមដឹងគឺថារយៈពេល10ឆ្នាំមកហើយប្រិមិត្តទូទាំងជនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយបុរសបាទដែលជាអ្នករើអេបចាយម្នាក់គឺគាត់បានបញ្ជាក់ថាគឺគាត់ចូលទៅបន្ទោបងនៅក្នុងផ្ទះខាងលើដែលគេទុកចោលនេះបាទហើយបើតាមការបញ្ជាក់នោះថាផ្ទះនេះគឺជាប្រភេទផ្ទះជួលបាទគឺមានតែ3បន្ទប់ទេបាទគាត់បានចូលមកដល់ហ្នឹងក៏បានប្រទះឃើញសពបាទដែលស្លាប់បាទដោយស្បែកដុតឆ្អឹងបាទយើងមិនដឹងថាតើស្ថានភាពការស្លាប់នេះគឺរយៈពេលប្រហែលថ្ងៃមកហើយទេដោយសារតែយើងឃើញថាគឺនៅសល់តែស្បែកឆ្អឹងតែប៉ុណ្ណោះយើងមិនដឹងថាតើគាត់មានវ័យអាយុប៉ុន្មានជាប្រុសឬក៏ជាស្រីនោះយើងមិនទាន់អាចបញ្ជាក់ជូនប្រិមិត្តបាននៅឡើយនោះទេយើងមានតែទុកជូនកម្លាំងសមត្ថកិច្ចដើម្បីលោកពិនិត្យទៅលើកសោវិច័យហើយយើងមិនទាន់ដឹងថាដោយមូលហេតុអ្វីនោះក៏យើងមិនទាន់អាចបញ្ជាក់ជូនប្រិមិត្តបាននៅឡើយនោះដែរប្រិមិត្តទូទាំងជនបើសិនជាមានបងប្អូនយើងបាត់បង់នៅសមាជិកក្រុមគ្រួសារណាម្នាក់សូមតាក់ទងមកកាន់កម្លាំងសមត្ថកិច្ចប្រិមិត្តទូទាំងជនយើងបាទដូចប្រិមិត្តបានឃើញនៅទស្សនវិជ្ជាដែលខ្ញុំកំពុងតែធ្វើការផ្សព្វផ្សាយនេះគឺនៅវេលាម៉ោង 12 យប់តែម្ដងបាទហើយខ្ញុំមកដល់មិញហ្នឹងគឺថាគ្រាន់តែជិះកាត់ហ្នឹងក៏មានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់តែម្ដងហើយចូលមកដល់នោះថាឆ្កែលូបាទគួរឲ្យខ្លាចបាទហើយនៅចំណុចផ្ទះហើយខាងលើនេះគឺមានដើមអំពិលមួយបាទនៅក្បែរហ្នឹងទៀតបាទបក់រវិចបាទជិះមកម្នាក់ឯងពីរនាក់ហ្នឹងគឺស្ទើរតែមិនហ៊ានចូលទេប្រិមិត្តទូទាំងជនយើងបាទហើយក៏មានថាធំក្លិនបាទភាយមកដែរប្រិមិត្តទូទាំងជនបាទដូចឲ្យប្រិមបានឃើញនៅទស្សនវិជ្ជាហើយចាក់ស្ដែងតែម្ដងពីថ្ងៃនេះបងទទួលដំណឹងឯខ្លះដែរពីប្រជាពលរដ្ឋតាមប្រភពព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋគាត់បានផ្ដល់មកខាងខ្ញុំហ្នឹងគាត់បានបញ្ជាក់មកថាដំបូងឡើយហ្នឹងគឺមានបរិសម្នាក់ដែលគាត់ជាអ្នករើអេបចាយណាបងគាត់បានចូលទៅបំរុងនឹងបន្ទោបងហើយបន្ទាប់មកមិនដឹងថាយ៉ាងម៉េចទេក៏បានប្រទះឃើញសាកសពហើយគាត់រត់ចេញមកខាងក្រៅមកស្រែកឆោឡោផ្អើបងប្អូនប្រជាពលរដ្ឋដែលគាត់ស្ថិតនៅទីតាំងកន្លែងកើតហើយហ្នឹងគាត់បានចុះមកមើលបាទគាត់ចុះមកមើលទៅក៏ឃើញសភាពសពហ្នឹងគឺរលួយសល់តែស្បែកដដប់ឆ្អឹងទេបងហើយគាត់បានបញ្ជាក់ថាផុសឲ្យស្អីសពហ្នឹងអត់ដឹងដែរបងដោយសារតែសភាពសពហ្នឹងគឺសឹងតែសល់តែឆ្អឹង 100% ទេបងអញ្ចឹងយើងអត់ដឹងថាផុសឬក៏ស្អីទេណាបាទបងបាទហើយប្រិមត្តទូទាំងជនយើងដូចបងបានបញ្ជាក់អញ្ចឹងបាទយើងមិនទាន់អាចបញ្ជាក់បានថាតើសពខាងលើនេះគឺជាប្រុសឬក៏ជាស្រីទេដោយសារតែសពហ្នឹងគឺបានន័យថាស្លាប់គឺអលួយបានន័យថាគឺស្បែកឡើងក្រៀមហ្នឹងប្រិមត្តអញ្ចឹងអត់ដឹងថាតើស្លាប់តាំងពីពេលណាមកក៏យើងមិនទាន់អាចបញ្ជាក់ជូនប្រិមិត្តបានឡើយទេបាទហើយនេះហើយកុំតែបរិះដែលគាត់ចូលទៅបន្ទោបងណាមិនដឹងបើសិនជាគាត់មិនចូលទៅប្រហែលជាមិនដឹងទេប្រិមិត្តទូទាំងជនបាទរហូតទុកប្រហែលយើងនៅសល់តែឆ្អឹងសុទ្ធទេប្រិមិត្តហើយដូចប្រិមិត្តបានឃើញស្រាប់ហើយគឺស្ថានភាពចូលទៅគឺថាបាទគួរឲ្យខ្លាចមកប្រិមិត្តបាទយើងបានផុសមកស្លឹកដែរនៅលើ account Facebook តខ្លួនរបស់ខ្ញុំឃើញថាមានបងប្អូនយើងគាត់មានការចែករំលែកហើយជាច្រើនហើយចង់ឲ្យខ្ញុំមកធ្វើការហើយចង់មកធ្វើការផ្សព្វផ្សាយនៅនឹងចំណុចទីតាំងកន្លែងគាត់ហើយបន្តឥឡូវខ្ញុំបានមកដល់ហើយបងប្អូនបាទហើយបងប្អូនចង់មកអាចមកបានបាទហើយប្រិមិត្តតែខ្ញុំជូនមកបាទហើយមកម្នាក់ឯងបាទមិនបាច់មកទេបាទរត់បាក់ជើងแล้วណាបាទ
ដូចខ្ញុំបានឃើញបាទគឺស្ងាត់ស្រងុំតែម្ដងហើយលេឡំជាមួយនឹងខ្យល់វែកបាទនឹងមានដើមអំពិលមួយនៅមុខនឹងទៀតបាទយើងគួរឲ្យមានអារម្មណ៍ថាខ្លាចប្រិមិត្តបាទព្រោះឲ្យស្លាប់យូរហើយបាទដូចឲ្យប្រិមិត្តបានឃើញចាក់ស្ដែងបាទម៉ោង 12 យប់បាទមិនវាមេឃវាភ្លៀងបងប្អូនបាទខ្ញុំព្យាយាមមកឲ្យដល់ល្ងាចถึงម៉ោង 9 ម៉ោង 10 ដែរប៉ុន្តែដោយសារតែមេឃភ្លៀងចឹងដូចប្រិមិត្តបានឃើញហើយផ្ទះនេះគឺសិតតែស្មៅបាទគ្របបណ្ដប់ពីលើអស់ហើយយើងមិនដឹងថាតើម្ចាស់គាត់នៅណានៅណីទេបាទអញ្ចឹងគាត់ទុកចោលហើយមិនដឹងថាតើហើយបណ្ដុតដែលស្លាប់នេះគាត់គឺជាជនអនាថាឬមួយក៏បាទគាត់ចូលមកស្នាក់នៅបាទអត់មានកន្លែងនៅអញ្ចឹងទៅគាត់ចូលមកស្នាក់នៅបាទអាចនឹងគាត់ចាំងបេះដូងឬមួយក៏ខ្យល់កោអីចឹងទៅប្រិមត្តទូទាំងជនយើងឬមួយក៏ពាក់ព័ន្ធជាមួយនឹងករណីអីផ្សេងទៀតគឺខ្ញុំអាចហ៊ានសន្តានទេនេះទុកឲ្យកម្លាំងសមត្ថកិច្ចលោកហើយធ្វើការទៅតាមជំនាញរបស់គាត់បាទហើយបើសិនជាមានបងប្អូនណាដែលបាត់បង់នៅសមាជិកក្រុមគ្រួសារបាទយូរខែបាទយូរថ្ងៃបាទសូមមកតាក់ទងជាមួយនឹងកម្លាំងសមត្ថកិច្ចរបស់យើងនៅខណ្ឌពោធិ៍សែនជ័យបាទដើម្បីមកពិនិត្យមើលថាតើសពនឹងគឺជាណែបងប្អូនបាទឬមួយក៏យ៉ាងម៉េចនោះប្រិមត្តទូទាំងជនយើងហើយបើសិនជាមានបងប្អូនមកទេសមត្ថកិច្ចលោកនឹងធ្វើការទៅបាទអញ្ចឹងគឺសមត្ថកិច្ចគាត់មានតែបូជាបាទតាមបែបប្រពៃណីបាទឬមួយក៏ត្រូវបាទដុតឬមួយក៏ត្រូវកប់អីអញ្ចឹងទៅប្រិមត្តទូទាំងជនបាទអញ្ចឹងយើងទុកឲ្យកម្លាំងសមត្ថកិច្ចលោកហើយធ្វើការបន្តបន្ថែមទៀតប្រិមត្តទូទាំងជនបាទបញ្ហាគេមិនសូវលក់ពីសារបាញ់មិនសូវបានឧស្សាហ៍វិលមកឃើញធំខ្សោយកម្លាំងហើយបងប្អូនខ្លះទៀតឧស្សាហ៍កុសខ្យល់ញឹកញាប់ឧស្សាហ៍ធ្វើទុកក្រពះពុះវៀនបត់ជើងពុំសូវទៀងទាត់ហើយពិសេសសម្រាប់បងប្អូនស្ត្រីដែលរដូវមកពុំសូវទៀងសូមបង្ហាញជូនបងប្អូននៅផលិតផលសុទ្ធពីប្រទេសកូរ៉េដែលមានប្រសិទ្ធភាព 100% គឺទឹកយិនសិនម៉ាក់អ៊ីគឺជាផលិតផលដែលទទួលស្គាល់ដោយ FDA របស់សហរដ្ឋ